រដូវកាត់ហិនមកដល់ហើយអរបងប្អូនអើយនាំគ្នាមកធ្វើបុណ្យរដូវកាត់ហិនមកដល់ហើយអរបងប្អូនអើយនាំគ្នាមកធ្វើបុណ្យធ្វើបុណ្យកាត់ហិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាធ្វើបុណ្យកាត់ហិននៅភូមិយើងត្រូវលើកដំកើងដំឡៃនៃសាសនាជាស្ពានឆ្លងភព3ជាទានដល់ប្រពៃចូលកុំអសោកស្ដាយដើម្បីជាស្ពានឆ្លងភព3ជាទានដល់ប្រពៃចូលកុំអសោកស្ដាយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបុណ្យទានឲ្យហើយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបុណ្យទានឲ្យហើយមួយឆ្នាំមានតែមួយដងញាតិមិត្តបងបងកុំនៅអកាន់តាយមួយឆ្នាំមានតែមួយដងញាតិមិត្តបងបងកុំនៅអកាន់តាយអបអរសាទរអបបងហើយបន្កាំងឋាននេះហើយអានេះសង្គ្រាមប្រការញាតិមិត្តទាំងអស់គ្នាមេត្តាមោទនាបន្តខណ្ឌភូមិយើងសូមឲ្យបងប្អូនបានបុណ្យស្មើគ្នារួចពីរោគាចាក់ពុតគួរភ័យប្រាថ្នាអ្វីអ្វីដោយក្តីបំណងលោកស៊ីមានបានកើតការវៀនគុំត្រជាក់ត្រជុំគ្រួសាររុងរឿងជួបតែសំណាងល្អសុខសប្បាយទាំងអស់គ្នាដើម្បីជាស្ពានឆ្លងភព3ជាទានដល់ប្រពៃចូលកុំអសោកស្ដាយដើម្បីជាស្ពានឆ្លងភព3ជាទានដល់ប្រពៃចូលកុំអសោកស្ដាយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបុណ្យទានឲ្យហើយត្រូវតែនាំគ្នាមកសប្បាយបងប្អូនចិត្តឆ្ងាយធ្វើបុណ្យទានឲ្យហើយមួយឆ្នាំមានតែមួយដងញាតិមិត្តបងបងកុំនៅអកាន់តាយមួយឆ្នាំមានតែមួយដងញាតិមិត្តបងបងកុំនៅអកាន់តាយអបអរសាទរអបបងហើយបន្កាំងឋាននេះហើយអានេះសង្គ្រាមប្រការអបអរសាទរអបបង
ជំរាបសួរពុទ្ធបរិស័ទបងប្អូនអ្នកទេសនាទាំងអស់គ្នាខ្ញុំបករណាសូមប្រកេននិងជម្រាបជូនបងប្អូនអ្នកទេសនាផងដែរតកតងនឹងកម្មវិធីបុណ្យកឋិនទានសាមគ្គីនៅក្នុងវត្តសុវណ្ណបារមីស្រីធីតារាមហើយវត្តស្លាកែតដែលស្ថិតនៅក្នុងភូមិដាំស្ពៃសង្កាត់ស្លាកែតក្រុងខេត្តបាត់ដំបងកម្មវិធីបុណ្យកឋិនទានសាមគ្គីគឺប្រារព្ធនៅក្នុងថ្ងៃ10រោចនិង11រោចខែអាសត់បងប្អូនម្ដងទៀតគឺត្រូវនៅថ្ងៃ10រោចនិង11រោចខែអាសត់បើយើងនិយាយថ្ងៃបារាំងគឺត្រូវនៅថ្ងៃទី17និងថ្ងៃទី18ម្ដងទៀតបងប្អូនថ្ងៃទី17និងថ្ងៃទី18ខែ10ឆ្នាំ2025សូមគោរពអញ្ជើញពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាជាពិសេសបងប្អូនដែលបានទស្សនានៅក្នុងវីដេអូនេះសូមមេត្តាជួយ share ទាំងអស់គ្នាណាដើម្បីបានដឹងដំណឹងបុណ្យកឋិនទានសាមគ្គីទាំងអស់គ្នាចែកជូនដំណឹងនេះទៅដល់ពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាបានជ្រាបជាដំណឹងម្ដងទៀតបងប្អូនកម្មវិធីបុណ្យកឋិនទានសាមគ្គីនៅក្នុងវត្តស្លាកែតខេត្តបាត់ដំបងគឺត្រូវនៅថ្ងៃទី17និងថ្ងៃទី18ខែ10ឆ្នាំ2025សូមគោរពនិមន្តនិងអញ្ជើញពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសទាំងអស់គ្នាជួយចូលរួមអកថឹកកម្មវិធីបុណ្យកឋិនទានសាមគ្គីនៅក្នុងវត្តស្លាកែតខេត្តបាត់ដំបងដែលមានសាមណសិស្សប្រសង់គ្រប់អង្គមកកូនស្នាក់នៅរៀនសូត្រនីតិនេះចំនួន173អង្គអាស្រ័យហេតុនេះសូមពុទ្ធបរិស័ទទាំងអស់ជួយចូលរួមទាំងអស់គ្នាណាបងប្អូនសង្ឃឹមថាវីដេអូនេះពុទ្ធបរិស័ទបានទស្សនារួចនិងបានជួយចែករំលែកការ share បានគ្រប់គ្នាសូមអនុមោទនាបងប្អូនអ្នកទស្សនាទាំងអស់គ្នាចង់មានចម្ងល់ឬក៏អាចសាកសួរព័ត៌មានបន្ថែមខ្ញុំកណាអាចប្រកែកនឹងជម្រាបជូនបងប្អូនទាក់ទងនឹងលេខទូរស័ព្ទរបស់ខ្ញុំកណាជាប្រធានគណៈកម្មការនៅក្នុងវត្តស្លាកែតខេត្តបាត់ដំបងដែលមានលេខទូរស័ព្ទ096លេខ8 44ដងនិង71 096លេខ8 44ដងនិង71និងមួយខ្សែទៀត012 99 66និង45 012 99និង66 45សង្ឃឹមថាវីដេអូនេះពុទ្ធបរិស័ទនឹងបានជួយចែករំលែកការ share បានច្រើនគ្រប់គ្នាសូមអរព្រគុណនិងអរគុណអនុមោទនាកុំភ្លេចជួយ share ទាំងអស់គ្នាណាបងប្អូន